ឡើងមកលើកវេទិកាកិត្តិយសអបអសាទរនេះគឺជាវត្តមានសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់គ្រូបូតានៅក្នុងថ្ងៃចាប់ឆ្នោតរបស់គ្រូបូតាផងដែរបងប្អូនបានឃើញហើយគឺវត្តមានរបស់អ្នកទាំងពីរឡើយចន្ទ្រាគេមានខ្ពស់ជាងបន្តិចឯគណៈដែរកីឡាករវត្តឆារស័កគឺរៀងមិនខ្ពស់ទេប៉ុន្តែมันអាចមើលស្រាលបានទេនេះគឺជាព័ត៌មានសម្រាប់ជូនបងប្អូនបន្ថែមទៀតថានៅក្នុងរសៀលនេះនៅក្នុងសងវៀនរបស់បាយ័នបន្ទូបាយ័ននៅក្នុងបាយ័នស្ទឹងមានជ័យម៉ាស៊ីនត្រជាក់មានការមិត្តភាពអន្តរជាតិនៅក្នុងនោះគឺជាការប្រកួតខារ៉ាបាវរដូវកាលទី3នៅក្នុងជុំទី3ផងដែរមានកីឡាករកម្ពុជា2រូបធ្វើការប្រកួតជាមួយនឹងកីឡាករថៃនៅក្នុងនោះគឺមានកីឡាករផលសុភ័ណ្ឌធ្វើការប្រកួតជាមួយកីឡាករថៃនិងខឹមឌីម៉ាធ្វើការប្រកួតជាមួយនឹងកីឡាករថៃនៅវេលាម៉ោង6នៅស្ទឹងមានជ័យនិងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នហើយបងប្អូនក៏មិនតាន់ទៅណាដែរនៅពេលនេះគឺវេលាម៉ោង4បន្ទាប់នេះទៀតយើងនឹងមានការប្រកួតសងវៀនទី2របស់ទូរទស្សន៍បាយ័នគឺជាការប្រកួតរបស់ស្រាបៀលីអូសន្សំបន្ទុកខ្សែក្រវ៉ាត់ជាបន្តទៀតដូច្នេះខ្ញុំបាទសូមគោរពអញ្ជើញគណៈអធិបតីឡើងមកពាក់កម្រងការសូមអញ្ជើញមីស្ទ័រឆាលឹមឆៃឡើងមកពាក់កម្រងការដល់គូប្រកួតនិងសូមគោរពអញ្ជើញលោកប្រសិទ្ធផ្លាមកេសនថ្នាក់ដឹកនាំកីឡាករថៃក្នុងការប្រកួតរបស់ទូរទស្សន៍បាយ័ននិង BTV អបអរសាទរទាំងអស់គ្នាសិនមកនេះគឺជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការប្រកួតថ្ងៃនេះបន្ទាប់ពីស្មើមួយប្រកួតមិនទាន់បានស្វែងរកអ្នកឈ្នះទេដូច្នេះសូមបងប្អូនទះដៃអបអរសាទរកីឡាករឡានជនជាទីគោរពនិងជាទីមេត្រីអនុញ្ញាតឲ្យខ្ញុំបានសូមជម្រាបជូនពីប្រវត្តិរូបសង្ខេបសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិគូទី2របស់គ្រូកីឡាកររបស់កម្ពុជាមានវ័យ22ឆ្នាំ 1m70 ទម្ងន់ 63.5 គីឡូក្រាមមកពីភូមិត្រពាំងពោឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺឆ្លងធ្វើការប្រកួតចំនួន71ដង64ដងឈ្នះ5ដងចាញ់2ដងស្មើ26ដងផ្ដួលគូប្រកួតសន្លប់នៅលើសងវៀនប្រកួតចុងក្រោយជាមួយកីឡាករខុនសិតលេខអខវ៉ាន់មឿងលទ្ធផលផ្ដួលគូប្រកួតសន្លប់នៅក្នុងទឹកទី1អបអរសាទរថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍ពរសីមាជាកូនសិស្សរបស់លោកគ្រូហងសឿនមកពីកងពលតូចតបពិសេសឆាត់យោង911អបអរសាទរបង្គោលក្រហមលើចន្ទ្រារីឯបង្គោលខៀវមានវ័យ27ឆ្នាំ 1m68 មកពីខេត្តសកលនគរគាត់ធ្វើការប្រកួតចំនួន124ដង94ដងឈ្នះ29ដងចាញ់ស្មើចំនួន1ដងនិង25ដងផ្ដួលគូប្រកួតសន្លប់នៅលើសង្វៀនប្រកួតចុងក្រោយជាមួយកីឡាករជនជាតិថៃលទ្ធផលឈ្នះដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍ពរសីមាជាកូនសិស្សរបស់លោកគ្រូសិលាឆៃមកពីក្លឹបតសិលាឆៃសូមស្វាគមន៍បង្គោលខៀវកីឡាករមានឈ្មោះថាវត្តឆារស័កតសិលាឆៃទូរទស្សនិកជនប្រវត្តិសង្ខេបរបស់គូមិត្តភាពរវាងកីឡាកររបស់ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានជម្រាបជូនហើយក្នុងឱកាសនេះក៏ខ្ញុំបាទសូមជម្រាបសារជាថ្មីចំពោះអតិថិជននិងប្រជាកសិករដែលបានត្រូវរង្វាន់15រង្វាន់ដំណើរកំសាន្តកសិកររីករបស់គូបតាអមីនេះបើសិនជាឆ្ងល់ឬក៏ស្រពេចលោកអ្នកអាចអាននៅសារព័ត៌មានកោះសន្តិភាពដែលនឹងធ្វើការចុះផ្សាយទាំងស្រុងនៅឈ្មោះលោកអ្នកដែលមានសំណាងអមីនេះចំណេះខ្ញុំទាំងបាងកកខ្ញុំចិត្តដើរពេលយប់វាតិចមិនចឹងទេដើរពេលយប់សបោផ្កាយសបោមេឃសបោភ្លើងបាទទឹកទី1ចាប់ផ្ដើមអ្នកប្រដាល់ឡៅចន្ទ្រាមកប្រឆាត់យោង911បាទនេះឆាត់យោង911វាយលើគោកទេណាមិនវាយលើឆាត់ទេបាទរីឯអ្នកប្រដាល់បង្គោលខៀវមកពីសុខុននគរนะครับបាទស្រុកវ៉ារិតឆាភូមិបាទឆាត់ភូមិឆៃភូមិបាទអានអតខ្មែរចង់វិញណាបាទវត្តឆារស័កមកគេវត្តឆារស័កបាទតសេឡាឆៃបាទតសេឡាឆៃតសេឡាឆៃបាទសេឡាហ្នឹងសេឡាចាំប្តីហ្នឹងចុះតសេឡាឆៃតហ្នឹងតនឹងឲ្យបាទឡាយចន្ទ្រានេះថាប្រកួតជាមួយអន្តរជាតិមិនដែរចាញ់ទេបាទលទ្ធផលគេដូចផលសុភ័ណ្ឌដែរហើយឡើងយ៉ាងទៅនេះគឺមានគេហៅថាភារកិច្ចមកប្រកួតទៀតបាទនៅថ្ងៃទី15ខែ5តែម្ដងបាទ15ខែឧសភាឧសភាធ្វើការប្រកួតជាមួយនឹងកីឡាករថៃដែរបាទនៅក្នុងសង្វៀននេះតែម្ដងសង្វៀនគូបតានេះឯងបាទ
យេហូស៊ីធូ មកខែឡើង2ដង ខែឡើង2ដងបាទឡើងជាងអ្នកអត្ថាធិប្បាយមួយអាទិត្យឆ្នាំហ่ะ còn thôiអ្នកមិនអត់វិញ អេអាចដែរអាចដូរអាជីពក៏ដែរចាស់ដែរ អូសេរីចាស់ បាទអានេះគេហៅថា old promotion ណាឡើយចន្ទ្រាយើងធាក់ជើងមួយសិនបាទជួយរូបភាពបដាលនេះទៅបងប្អូនទូទាំងប្រទេសជាពិសេសបញ្ញាទៅកងម៉ារីននៅឯសមុទ្ររៀមណាបាទកំពុងតែរៀបចំទទួលគណៈអធិបតីម៉ារីនរបស់ប្រទេសបារាំងបាទបងប្អូននៅម៉ារីននៅឯសមុទ្ររៀមហ្នឹងហើយតាក់ទងមកខ្ញុំបាទកំពុងតែបំពេញគេហៅថាកាតព្វកិច្ចនៃការទទួលភ្ញៀវជាម្ចាស់ផ្ទះណាហ្នឹងហើយអ្នកម៉ារីនឡើយចន្ទ្រាអ្នកបដាល់ឆាត់យោ911សិស្សប្អូនដែលមានប្រជាប្រិយភាពរបស់ឡៅស៊ីណាតបន្ទាប់ពីឡៅស៊ីណាតមានបញ្ហាបាទជើងបើចាំជើងបាក់ម្ដងបាទឥឡូវនេះវាដាក់ជាហើយវាដាក់ដើរបានកាន់ជើងចរន្តឡើយទេបាទគេជើងបាក់យកជើងតណាតែជើងបាក់បានជើងតបានទេតែជើងបាក់បាក់ហើយមែនទេបាទសោកស្ដាយមែនដែរឡៅស៊ីណាតមិនគួរដែរតែវាជាការពិតទៅហើយឡៅចន្ទ្រាកម្ពស់គេ1.70 ម៉ែត្របាទវ៉ាត់ឆារ៉ាសា1.68 ម៉ែត្រអេ1.68 ម៉ែត្រចូលទៅគៀកគ្នាណោះ1.68 ម៉ែត្រនេះគឺថាកម្ពស់របស់កែរំចង់វាមិនសំខាន់តែយើងប្រយ័ត្នប្រយែងណាបាទនៅគាត់ក្នុងវាពុលជាមួយអាផ្សាយទាំងអស់ហើយបាទចាប់ផ្ដើមការប្រកួតតទៀតបាទទឹកទី2ការប្រកួតកីឡាករឡាវចន្ទ្រាជាមួយនឹងកីឡាករដែលមានឈ្មោះថាវត្តឆារសាតសិលាឆៃតសិលាឆៃឈ្មោះក្លឹបគេឈ្មោះវត្តឆារសាបាទឈ្មោះបើនៅឯគេហៅសាសាបាទខ្មែរយើងគេសាសាគឺមានបុណ្យមានបានសាមានសាច់យូមានសាច់យូធ្វើការផងអើយបើថាមានសាច់យូអត់ធ្វើការដល់ហត់យូតែវិញវត្តហើយឲ្យមើលម្លឹងអស់ឥឡូវហើយគូកំនោះអត់គូត្រូវតាមតួដល់គ្នាគូមកយប់ហើយទេណាមកយប់ហើយផ្លឹបពីខ្សែអោបជប់បាទនេះនិយាយលេងបន្លំមែនណាផ្លូវព្រះសារាមរិទ្ធហើយនឹងផ្លូវព្រះសីហនុបាទគូមកអែមអានេះគេហៅស្លៀកពាក់ឲ្យចេះតែងខ្លួនណាបាទកាផ្លេអាហ្នឹងមិនហៅតែផ្លូវបាទពីមុនមិនផ្លូវទេអោបជប់ចាប់បាយមួយសិនទុនសភាញាកដាលវិញវត្តជើងមួយអត់ហើយបាទទៀបមែនក៏តែក្លឹមតែក្លឹមបានទឹកជួយមើលឆ្វេងទៀតរបស់ចន្ទ្រាចន្ទ្រានេះមិនអ្នកស្វាយរៀងទេណាបាទចន្ទ្រានៅកំពង់ស្ពឺស្មូនសោយរបស់ឆារស័ករស័កអោបជង្គង់ចន្ទ្រាឆ្វេងរុញបបាយឆ្វេងសិនអានេះគេហៅថាគូចុងក្រោយហើយសម្រាប់គូអន្តរជាតិរបស់យើងចន្ទ្រាចលោឆ្វេងធាក់ជើងឆ្វេងមួយទៀតបាទឡើងចន្ទ្រាគេហៅថាការគ្រប់គ្រងរបស់គេចង់បាក់ប្រហែលវងណយដែរបាទក៏ប៉ុន្តែទោះបីបរាជ័យទួរបស់វងណយក៏ដោយអ្នកគ្រប់គ្រងវងណយនៅតែមិនគេហៅថាមិនថយទេបាទមិនថយទេបើថយក៏ថយបន្តិចហើយមើលមិនដឹងបាទមើលមិនដឹងយើងបាក់មើលនឹងភ្នែកណាបើយើងមិនជីងតែដល់ជីងអាចថ្លឹងដឹងខ្ញុំមើលតែ Facebook មើល like មើលតែ like ដឹងទេបាទពីមុន like 1000ឥឡូវ like 950អូទៀតជាង50ចុច like ខ្លួនឯងទៅម្នាក់ account 50វិញ like យើ like យើដើរចូលរបស់ឡើងចន្ទ្រាទៀតចាក់ជើងបាទយ៉ាងម៉េចដែរឆារ៉ាសាហើយដេកចន្ទ្រាចលោដៃឆ្វេងអោបចូលជង្គង់បាទប្រកាសថាទៀបនឹងចូលស៊ីស្រួលហើយណាបាទនេះទៀបទៅចូលទៅចេះថាឆ្អឹងតតឹងកណាចន្ទ្រាចូលទៀតចាប់ទៅសុកចិត្តដល់ខេត្តបាត់ដំបងគេរថយន្តក្រុងបាយកង់ទៅប៉ះជាមួយឡានស្ទូចគេទៅទាំងអស់បាទ30ជាងអ្នករបួសធ្ងន់ស្រាល8អ្នកស្លាប់កណ្ដាសកុតដល់ព្រះសង្ឃទៀតសកុតអង្គបាទសកុតដល់ព្រះសង្ឃទៀតអង្គទៀតនៅលើឡានតែម្ដងចូលរួមសោកស្ដាយមិនចង់ឲ្យមានរូបភាពអាក្រក់អញ្ចឹងនៅលើផ្លូវនៃប្រជាជាតិអាយ៉ាកម្ពុជាទេបងប្អូនហើយក្រុងបាប់ចរាចរណ៍ចាប់ផ្ដើមពីនេះបាទគឺថាបើកបោកក៏ប្រមាថតែប្រមាថគឺគ្រោះថ្នាក់ឲ្យបងប្អូនតែប្រមាថដែរអាឡានក្រុងនោះពេលខ្លះគេឲ្យបើកតែ70គីឡូម៉ែត្រក្នុង1ម៉ោងទេបើតែខ្ញុំបើក70ដែរវាបើកបាប់ហុយមែនទេណា
ខ្ញុំតែកំពុងសោមឲ្យបើក80យ៉ាងលឿនទេណាឲ្យបើក80តែឡានក្រុងបើកខ្ញុំវ៉ាដូចខ្ញុំកូនឡាននេះវ៉ានេះមិនដឹងបាទនឹងបើកម៉ានេះវ៉ាភ័យហ្មងបាទនេះផ្ដាំបញ្ញាតែបើកឡានក្រុងមកឲ្យមានសិលធម៌ផងបាទហើយយើងបន្តនៃការប្រកួតរបស់យើងក្នុងទឹកទី3ត2នាទីទៀតបាទមានអីទេមានអាយុអាកាសនិយាយតិចៗចឹងហើយបងប្អូនអើយអូយកាច់កកគ្នាឡាយយន្ទ្រាកំពុងរបស់ឡាយយន្ទ្រាចូលចំពោះតាប់យកតាមវិញសងរបស់វត្តឆារសាអោជាប់ចង្គង់ចូលរបស់វត្តឆារសាចង្គង់សងចង្គង់មួយរៀតរបស់កីឡាករឡាយយន្ទ្រាបាទចង្គង់បោះទៅល្អណាស់បាទឡាយយន្ទ្រាក៏ពោបានជាងបន្តិចតអត់របស់កីឡាករវត្តឆារសាបង្គោលគ្រារបស់ថៃកែងមួយខគិចលឿនមែនដែរវាដងលឿនកែងឆ្វេងចូលលើនេះចូលគុំទៅជាចង្គង់បន្តបងប្អូនកុំភ្លេចនៅសង្វៀននៅទីនេះផ្ទាល់នៅលីឡង4បន្តនៃការប្រកួតប្រដាល់របស់លីអូបៀខ្សែក្រវ៉ាត់បន្តទៀតបន្សំបន្ទុកតែសម្រាប់សង្វៀនគូបតាមិនមកបងប្អូនពេញហើយអត់មានកន្លែងគួយទេបាទណែតែម្ដងអូតែផ្លែដើមចង់បានបងមែនទេបាទនេះមានន័យថារលកក្រោយពីមុនយើងឃើញថាក្មេងៗរលកក្រោយវាយមិនស្មានតែគ្រប់ត្រូលដល់ប៉ុណ្្នឹងទេបាទឥឡូវនេះឲ្យតែក្មេងៗវាយក៏ពេញចិត្តហ្មងឥឡូវចន្ទ្រាច័ន្ទស៊ីណាតច័ន្ទបុនហឿននេះអូអាយ៉ាណាពីមុនតែដាក់កែវរំចង់ឯណោះមើលតែព្រាឯណោះបងnóiมันពេញមែនទេឥឡូវពួកនឹងមិនបាយក៏បានដែរទៅបាទត្រេតទៅជួត្រេតដល់អូយធាក់ចំកណ្ដាលមកដែរម្ដងហើយរបស់ឡាយយន្ទ្រាហើយដើរចូលវត្តឆារសាឆ្វេងមកដៃទៅចូលវត្តឆារសាដើរចូលមកជើងឆ្វេងឡាយយន្ទ្រាមកជើងសងរបស់ចន្ទ្រាបីទឹកដែរធ្វើឲ្យអត់បានមែនបាទប្រមាណណាទោះបីទៀបជាងបន្តិចក៏ដោយធ្វើអ្នកទៀបអត់បែងបាទវត្តឆារសាគេមួមមែនទែនគេហៅថាតាន់ណាបាទតាន់យើងទូខ្មែរថាតាន់នេះគឺអត់ប្រហោងបាទអត់ប្រហោងទេបាទអត់ប្រហោងទេតាន់នោះអេបកាយទៀតចុះអីគេចុះអត់តាន់500អត់ប្រហោង700អូនិយាយពីរឿងអត់ទេចុះអត់ប្រហោងបានអត់ប្រហោង700ចឹងអាតាន់ថ្លៃជាប្រហោងអាតាន់ថោកជាងអាតាន់ថោកជាងអាតាន់តូចអាតាន់500អាប្រហោងកម្លាំងខ្លាំងស៊ូគ្រប់ការងារកសិកម្មអូម៉ែអែមមិនថាដំឡូងមិនថាស្រូវមិនថាពោតណាមិនថាគោះភ្លឺគោះស្រែបាទម៉ាស៊ីនម៉ាស៊ូតគូបតា AT 155 Plus Thunder X អស់ចាមែនទេបាទយកគេដាក់ពាក្យថាស៊ូគ្រប់ការងារកសិកម្មណាអ្វីក៏ទៅរួចដែរអានេះសន្សំសំចៃស៊ីម៉ាស៊ូតតិចទៅនេះ3ឆ្នាំអូនចូលដល់ទឹកទី4បន្តទៀតចង្គង់ចូលរបស់ឡាយយន្ទ្រាចង្គង់បន្តអញ្ញាកណ្ដាលចាំបែកបន្តទៀតទឹកទី4ហើយកម្រណាឡាយយន្ទ្រាដល់ទឹកទី4ឡើងចាំមើលទៀតទៅចង្គង់ចូលប្រកួតចុងក្រោយឡាយយន្ទ្រាបានផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី1ប៉ះជាមួយនឹងយុនសឹកលេនគេថាបញ្ចប់ឲ្យប្រកួតដែរម្ដងក្នុងទឹកទី1ឥឡូវនេះជិះដល់ទឹកទី4ទៅហើយមិនទាន់ធ្វើអីកើតនៅឡើយទេបាទមួមមែនតើវត្តឆារសាសតសិលាឆៃនេះបន្តទៀតអោបជាប់រុញជង្គង់បុកចូលអញ្ញាកដាលបំបាយចេញបាទអូហូអញ្ញាកដាលចាប់ពីពួកដែរម្ដងដើរចូលបន្តទៀតថ្ងៃនេះជើងជំនះបានអូយមកជើងកដាលមកជើងចាប់របស់វត្តឆារសាតស្លាកចាញ់ឆ្វេងមិញនេះបាត់ត្រូវវិញសន្លប់2ខែគាត់ចូលដំណំហើយអោបធម្មទៀតគ្រាយកឱកាសកាយបានឆ្វេងមួយទៀតរបស់កីឡាករឡាយយន្ទ្រាម៉ែមកជង្គង់នេះម៉ែជូនមកបន្ទុកតតជើងក្រោយរបស់វត្តឆារសាលុកសងលុកមកជើងឆ្វេងបាទវាយល្អមែនទេវាយមានរបៀបណាមកជើងដាក់ទៅបន្តនេះគេវាយមានស្ដាប់ស្នំមានអនាម័យទៀតនេះវាយគ្រប់ច្បាប់ចរាចរណ៍មានអនាម័យទៀតបាទអោបជាប់បន្តទៀតកែឆ្វេងលុកចូលបានមួយរៀតរបស់ឡាយយន្ទ្រាអោបកកជាប់វត្តឆារសាជង្គង់ឆ្វេងវិញសងបានមួយជង្គង់ដល់គុំធ្លាក់អាយ៉ារបស់កីឡាករឡាយយន្ទ្រាអោបជាប់ទល់ជង្គង់អញ្ញាកដាលបំបាយលំមលោកធុនសភាបាទឥឡូវនីតិកាលខោយើងសល់តែប្រហែលជាង20ជាងវិនាទីទេលោកស្ដាំរបស់ចន្ទ្រាបងប្អូននៅទីនេះអាចតែស្ដាប់បានមួយគូទៀតរវាងកីឡាករអាវុធថៃដែលសម័យជាមួយនឹងអែមឆេងលឹមតែយើងចាប់គូនេះយើងបានបិទកម្មវិធីហើយបងប្អូនណាបន្តបំបាយមួយសិន
ประมาณวินาทีจองกราวขึ้นตั้งที่บุญตกกบโอ้ยอ๋อโต้เว้ยระบอจันทร์เรือตะกงมาเด็ดផ្ដាច់ប្រត់ហើយអរគុណដល់គ្រឿងយន្តកសិកម្មគូបូតាយើងមានគោយន្តដើរតាមតារាឆាង NC+X បាទកម្លាំងខ្លាំងធន់ប្រើគ្រប់ការងារកសិកម្មនេះអស្ចារ្យមែនទែនដែលមានម៉ាស៊ីនច្រូតគូបូតាច្រូតបានល្អជីវភាពប្រសើរឡើងណែឃើញទេអានេះគេហៅថាជ្រុះគ្រាប់ត្រូវតិចគឺម៉ាស៊ីនច្រូតគូបូតាហ្នឹងហើយបាទត្រាក់ទ័រគូបូតា L5018 ធម្មពលនៃអនាគត50កម្លាំងសេះហើយម៉ាស៊ីនបន្ស៊ូតគូបូតា AT 155 Plus Thunder X កម្លាំងខ្លាំងស៊ូគ្រប់ការងារកសិកម្មហើយបែកដងតតែបែកគូមួយបាទដៃមួយថាសម្លាញ់មិនរួមអាជីពយើងបណ្ដាលគ្នាប្រាប់ទឹកលើសង្វៀនដោយសត្រូវស៊ីសាច់ហត់ឈាមក៏ប៉ុន្តែចុះទៅខាងក្រោមយើងញ៉ាំសូយជាមួយគ្នាញ៉ាំសុកខ្មែរមិនសូយបាទនៅស្រុកថៃបាយតើហើយជាមួយសាច់ជ្រូកអាំងចិត្តតែមានហ្មងមានមិនជាមែនតើអានំសូយបពីឯណាចកងជួយទៀតអូយអានេះវេតំងន់ចកងចារសាថាអូយស៊ូមិនចង់បានមិញចង់បែកធុងទឹកទៅហើយអាយ៉ាមិនដែរគូនេះអាចស្មើនេះដូចគូមុនឬយ៉ាងម៉េចមិនហ៊ានវិនិច្ឆ័យទេណាម្នាក់នួតរៀងខ្លួនភ្នែកចង់លឹបអស់ហើយបាទមិនបែកបែនក៏ចិត្តបែកសឹកចិត្តលឹបភ្នែកបាទចាន់មុនរឿនអ្នកបដាលមកបិឆាត់យក911ហើយបងប្អូននៅឆាត់យក911នេះក៏បងបឹកហាត់អើយស្មើនេះឆាត់យក911ខ្ពស់ខ្ពស់ល្អមែនទេបាទស្តង់ដាបាទខ្ញុំរត់ទៅហាត់នៅឆាត់យក911ទេគីឡូបានខ្ពស់នឹងគេមិនចិត្តបាទដូចយើងទៀតយើងទៅហាត់ជាមួយឆាត់យក911គីឡូបានខ្ពស់នឹងគេមានតែវិធីនឹងទេដែលធ្វើយើងឡើងកម្ពស់បានបាទហើយលោកគ្រូឆាត់យក911គ្រូអ៊ូសាទេមែនលោកគ្រូអ៊ូសាលោកគ្រូហងសឿនបាទចាំមើលសុំលោកគ្រូចុះឈ្មោះមួយសិនលើកជង្គង់ចានត្រាសោយជើងក្រោមមួយសិនបាទគីឡូដៃតតជើងហើយទាំងឡាយណាក៏បានដែរក៏បានតបប្រដាប់ការពារលើកជើងរបស់ចានត្រាធាក់បាទចាត់ត្រៀនេះកម្ពស់គេប៉ុណ្ណឹងពេលដែលគេទៅនុយឯស្ថានចាត់យងមើលទៅរៃកំងហ្មងណាបាទបើយើងបើថាយើងទៅនុយវិញទៅកាត់ខោកាត់ជើងខោទៀតគេកុំកលលីក្បាក់គេបាទបបាយចេញទៀតហើយបាទវិនាទី countdown 5ទឹកសល់7វិនាទី6 5 4 3 2 1វាយជួបបាត់ដល់កម្លាំងខ្លាំងស៊ូគ្រប់ការងារកម្មការពី3ឆ្នាំហើយចន្ទ្រាឡើងមកលើកវេទិកាកិត្តិយសអបសាទរនេះគឺជាវត្តមានសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិរបស់គ្រូបូតានៅក្នុងថ្ងៃចាប់ឆ្នោតរបស់គ្រូបូតាផងដែរបងប្អូនបានឃើញហើយគឺវត្តមានរបស់អ្នកទាំងពីរឡើយចន្ទ្រាគេមានខ្ពស់ជាងបន្តិចឯគណៈដែរកីឡាករវត្តឆារស័កគឺរៀងមិនខ្ពស់ទេប៉ុន្តែมันអាចមើលស្រាលបានទេនេះគឺជាព័ត៌មានសម្រាប់ជូនបងប្អូនបន្ថែមទៀតថានៅក្នុងរសៀលនេះនៅក្នុងសងវៀនរបស់បាយ័នបន្ទូបាយ័ននៅក្នុងបាយ័នស្ទឹងមានជ័យម៉ាស៊ីនត្រជាក់មានការមិត្តភាពអន្តរជាតិនៅក្នុងនោះគឺជាការប្រកួតខារ៉ាបាវរដូវកាលទី3នៅក្នុងជុំទី3ផងដែរមានកីឡាករកម្ពុជា2រូបធ្វើការប្រកួតជាមួយនឹងកីឡាករថៃនៅក្នុងនោះគឺមានកីឡាករផលសុភ័ណ្ឌធ្វើការប្រកួតជាមួយកីឡាករថៃនិងខឹមទីម៉ាធ្វើការប្រកួតជាមួយនឹងកីឡាករថៃនៅវេលាម៉ោង6នៅស្ទឹងមានជ័យនិងមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍បាយ័នហើយបងប្អូនក៏មិនតាន់ទៅណាដែរនៅពេលនេះគឺវេលាម៉ោង4បន្ទាប់នេះទៀតយើងនឹងមានការប្រកួតសងវៀនទី2របស់ទូរទស្សន៍បាយ័នគឺជាការប្រកួតរបស់ស្រាបៀលីអូសន្សំបន្ទុកខ្សែក្រវ៉ាត់ជាបន្តទៀតដូច្នេះខ្ញុំបាទសូមគោរពអញ្ជើញគណៈអធិបតីឡើងមកពាក់កម្រងការសូមអញ្ជើញ Mr. ឆាលឹមឆៃឡើងមកពាក់កម្រងការដល់គូប្រកួតនិងសូមគោរពអញ្ជើញលោកប្រសិទ្ធផ្លាមកេសនថ្នាក់ដឹកនាំកីឡាករថៃក្នុងការប្រកួតរបស់ទូរទស្សន៍បាយ័ននិង BTV អបអរសាទរទាំងអស់គ្នាសិនមកនេះគឺជាក្តីសង្ឃឹមរបស់កម្ពុជាក្នុងការប្រកួតថ្ងៃនេះបន្ទាប់ពីស្មើមួយប្រកួតមិនទាន់បានស្វែងរកអ្នកឈ្នះទេដូច្នេះសូមបងប្អូនទាំងដៃអបអរសាទរកីឡាករឡានឯកជនជាទីគោរពនិងជាទីមេត្រី
អានញ្ញាដែលខ្ញុំបានសូមជម្រាបជូនពីប្រវត្តិរូបសង្ខេបសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិគូទី2របស់គ្រូកីឡាកររបស់កម្ពុជាមានវ័យ22ឆ្នាំ 1.70 ម៉ែត្រ ទម្ងន់ 63.5 គីឡូក្រាមមកពីភូមិត្រពាំងពោឃុំភ្នំតូចស្រុកឧដុង្គខេត្តកំពង់ស្ពឺធ្លាប់ធ្វើការប្រកួតចំនួន71ដង64ដងឈ្នះ5ដងចាញ់2ដងស្មើ26ដងផ្ដួលគូប្រកួតសន្លប់នៅលើសង្វៀនប្រកួតចុងក្រោយជាមួយកីឡាករខុនសិតលេខអក្វាន់មឿងលទ្ធផលផ្ដួលគូប្រកួតសន្លប់នៅក្នុងទឹកទី1អបអសាទរថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍បរសីមាជាកូនសិស្សរបស់លោកគ្រូហងសឿនមកពីកងពលតូចតបពិសេសឆាត់យោង911អបអសាទរបង្គោលក្រហមលើចន្ទ្រារីឯបង្គោលខៀវមានវ័យ27ឆ្នាំ 1.68 ម៉ែត្រ មកពីខេត្តសកលនគរគាត់ធ្វើការប្រកួតចំនួន124ដង94ដងឈ្នះ29ដងចាញ់ស្មើចំនួន1ដងនិង25ដងផ្ដួលគូប្រកួតសន្លប់នៅលើសង្វៀនប្រកួតចុងក្រោយជាមួយកីឡាករជនជាតិថៃលទ្ធផលឈ្នះដោយពិន្ទុថ្វាយបង្គំគ្រូតាមរបៀបព្រះលក្ខណ៍បរសីមាជាកូនសិស្សរបស់តាន់ថ្លៃយ៉ាបហោងអត់តាន់ថោកជាងតាន់ថោកជាងគាត់តាន់តូចអត់តាន់500អាបហោងកម្លាំងខ្លាំងស៊ូគ្រប់ការងារកសិកម្មអូម៉ែអែមមិនថាដំឡូងមិនថាស្រូវមិនថាពោតណាមិនថាគោះភ្លឺគោះស្រែបាទម៉ាស៊ីនម៉ាស៊ូតគូបតា AT 155 Plus Thunder X អស់ចាមែនទេបាទយកគេដាក់ពាក្យថាស៊ូគ្រប់ការងារកសិកម្មណាអ្វីក៏ទៅរួចដែរអានេះសន្សំសំចៃស៊ីម៉ាស៊ូតតិចទៅនេះ3ឆ្នាំមុនបាទចូលដល់ទឹកទី4បន្តទៀតចង់គងចូលរបស់ឡាវចន្ទ្រាតកងបន្តអញ្ញាកដាចាំបែកបន្តទៀតទឹកទី4ហើយកម្រណាស់ឡាវចន្ទ្រាដល់ទឹកទី4ឡើងចាំមើលទៀតទៅចង្គង់ចូលប្រកួតចុងក្រោយឡាវចន្ទ្រាបានផ្ដួលគូប្រកួតឲ្យសន្លប់ក្នុងទឹកទី1ប៉ះជាមួយនឹងយុនសឹកលេនគេដាក់បញ្ចប់ឲ្យប្រកួតតែម្ដងក្នុងទឹកទី1ឥឡូវនេះចូលដល់ទឹកទី4ទៅហើយមិនទាន់ធ្វើអីកើតនៅឡើយទេបាទមមមែនតើវត្តឆារស័កសតសិលាឆៃនេះបន្តទៀតអោបជាប់រុញជង្គង់បុកចូលអញ្ញាកដាបំបាយចេញបាទអូហូអញ្ញាកដាចាប់ពីបួកតែម្ដងតើចូលបន្តទៀតថ្ងៃនេះជ័យជំនះបានអូយមកជើងកដាលមកជើងកាប់របស់វត្តឆារស័កតស្លាតែឆ្វេងមិននេះបាត់ត្រូវវិញសន្លប់2ខែគាត់ចូលដំណំហើយអបធម្មទៀតគ្រាយកឱកាសកាយបានឆ្វេងមួយទៀតរបស់កីឡាករឡាវចន្ទ្រាម៉ែមកជង្គង់នេះម៉ែជូនមកបន្ទុកតតជើងក្រោយរបស់វត្តឆារស័កលុកសងលុកមកជើងឆ្វេងបាទវាយនេះវាយល្អមែនទេវាយមានរបៀបណាមកជើងដាក់ដល់បន្តនេះគេវាយមានស្ដាប់ស្នំមានអនាម័យទៀតនេះវាយគ្រប់ច្បាប់ចរាចរណ៍មានអនាម័យទៀតបាទអោបជាប់បន្តទៀតកែឆ្វេងលុកចូលបានមួយទៀតរបស់ឡាវចន្ទ្រាអោបកកជាប់វត្តឆារស័កជង្គង់ឆ្វេងវិញសងបានមួយជង្គង់ដល់គុំធ្លាក់អាយ៉ារបស់កីឡាករឡាវចន្ទ្រាអោបជាប់ទល់ជង្គង់អញ្ញាកដាលបំបាយលំមលោកធុនសភាបាទឥឡូវនីតិកាលខោយើងសល់តែប្រហែលជាង20ជាងវិនាទីទេលោកស្ដាំរបស់ចន្ទ្រាបងប្អូននៅទីនេះអាចតែស្ដាប់បានមួយគូទៀតរវាងកីឡាករអាវុធថៃសម័យជាមួយនឹងអែមឆេងលឹមតែយើងចាប់គូនេះយើងបានបិទកម្មវិធីហើយបងប្អូនបន្តបំបាយមួយសិនប្រហែលវិនាទីចុងក្រោយក្នុងទឹកទី4តុកគុកអូយតឆ្វេងរបស់ចន្ទ្រាជង្គង់មួយទៀតលោកគ្រូសិលាឆៃមកពីក្លឹបតសិលាឆៃសូមស្វាគមន៍បង្គោលខៀវកីឡាករមានឈ្មោះថាវត្តឆារស័កសិលាឆៃទូរទស្សនិកជនប្រវត្តិសង្ខេបរបស់គូមិត្តភាពរវាងកីឡាកររបស់ព្រះរាជាណាចក្រកម្ពុជានិងព្រះរាជាណាចក្រថៃបានជម្រាបជូនហើយក្នុងឱកាសនេះក៏ខ្ញុំបាទសូមជម្រាបសារជាថ្មីចំពោះអតិថិជន
និងប្រជាកសិករដែលបានត្រូវរង្វាន់15រង្វាន់ដំណើរកំសាន្តកសិកររីករាយរបស់គូបតាមីនេះបើសិនជាឆ្ងល់ឬក៏ស្រពេចស្រពីលោកអ្នកអាចអាននៅសារព័ត៌មានកោះសន្តិភាពដែលនឹងធ្វើការចុះផ្សាយទាំងស្រុងនៅឈ្មោះលោកអ្នកដែលមានសំណាងអមីនេះចំណេះខ្ញុំតែបាងកកខ្ញុំចិត្តដើរពេលយប់វាតិចមិនចឹងទេដើរពេលយប់សបោផ្កាយសបោមេឃសបោភ្លើងបាទទឹកទី1ចាប់ផ្ដើមអ្នកប្រដាល់ឡៅចន្ទ្រាមកពីឆាត់យង911បាទនេះឆាត់យង911វាយលើគោកទេណាមិនវាយលើឆាត់ទេបាទរីឯអ្នកប្រដាល់បង្គោលខៀវមកពីសុខុននគរนะครับបាទស្រុកវ៉ារិតឆាភូមិបាទឆាត់ភូមិឆៃភូមិបាទអានអតខ្មែរចង់វែងណាបាទវត្តឆារស័កមកគេវត្តឆារស័កបាទតសេឡាឆៃបាទតសេឡាឆៃបាទសេឡាហ្នឹងសេឡាចាំប្តីហ្នឹងចុះតសេឡាឆៃតហ្នឹងតនឹងឲ្យឡាចន្ទ្រីនេះតែប្រកួតជាមួយអន្តរជាតិមិនដែរចាញ់ទេបាទលទ្ធផលគេដូចផលសុភ័ណ្ឌដែរហើយឡើងចន្ទ្រានេះគឺមានគេហៅថាភារកិច្ចមកប្រកួតទៀតបាទនៅថ្ងៃទី15ខែ5តែម្ដងបាទ15ខែឧសភាឧសភាធ្វើការប្រកួតជាមួយនឹងកីឡាករថៃដែរបាទនៅក្នុងសង្វៀននេះតែម្ដងសង្វៀនគូបតានេះឯងបាទយេអូសិធូមកខែឡើង2ដងខែឡើង2ដងបាទឡើងជាងអ្នកអត្ថាធិប្បាយមួយអាទិត្យឆ្នាំបងធ្វើអ្នកមកដល់វិញអាចដែរអាចដូរអាជីពក៏តែចាស់ដែរអូសេរីចាស់បាទអានេះគេហៅថា old promotion ណាឡើងចន្ទ្រានិយាយធាក់ជើងមួយសិនបាទជួយរូបភាពបដាល់នេះទៅបងប្អូនទូទាំងប្រទេសជាពិសេសបញ្ញាទៅកងម៉ារីននៅឯសមុទ្ររៀមណាបាទកំពុងតែរៀបចំទទួលគណៈអធិបតីម៉ារីនរបស់ប្រទេសបារាំងបាទបងប្អូននៅម៉ារីននៅឯសមុទ្ររៀមហ្នឹងហើយតាក់ទងមកខ្ញុំបាទកំពុងតែបំពេញគេហៅថាកាតព្វកិច្ចនៃការទទួលភ្ញៀវជាម្ចាស់ផ្ទះណាហ្នឹងហើយអ្នកម៉ារីនឡៅចន្ទ្រាអ្នកបដាល់ឆាត់យង911សិស្សប្អូនដែលមានប្រជាប្រិយភាពរបស់ឡៅស៊ីណាតបន្ទាប់ពីឡៅស៊ីណាតមានបញ្ហាបាទជើងបើចាំជើងបាក់ម្ដងបាទឥឡូវនេះវាថាជាហើយវាដើរបានកាត់ជើងច្រើនឡើយទេបាទគេឈើបាក់យកឈើតណាតែជើងបាក់បានជើងតបានទេតែជើងបាក់ហើយមែនទេបាទសោកស្ដាយមែនតើឡៅស៊ីណាតមិនគួរដែរតែវាជាការពិតទៅហើយឡៅចន្ទ្រាកម្ពស់គេ1ម៉ែត្រ70បាទវត្តឆារស័ក1ម៉ែត្រ68ម៉ែត្រ68ចូលទៅគៀគ្នាណោះម៉ែត្រ68នេះគឺថាកម្ពស់របស់កែរំចង់វាមិនសំខាន់តែយើងប្រយ័ត្នប្រយែងណាបាទនៅវត្តភ្នំវាពលជាមួយអាផ្សាយយើងអស់ហើយបាទចាប់ផ្ដើមការប្រកួតតទៀតបាទទឹកទី2ការប្រកួតកីឡាករឡៅចន្ទ្រាជាមួយនឹងកីឡាករដែលមានឈ្មោះថាវត្តឆារស័កតសេឡាឆៃតសេឡាឆៃឈ្មោះក្លឹបគេឈ្មោះវត្តឆារស័កបាទឈ្មោះបើនៅឯគេហៅអាសាក់បាទខ្មែរយើងគេសាក់គឺមានបុណ្យមានបានសាក់មានសាក់យួរមានសាក់យួរធ្វើការផងអើយបើថាមានសាក់យួរអត់ធ្វើការដល់ហត់យូរតែវិញគាត់ហើយឲ្យមើលម្លឹងអស់ឥឡូវហើយគូកំនួអត់គូត្រូវតាមទូដល់គ្នាគូមកយប់ហើយទេណាមកយប់ហើយផ្លឹបពីខ្សែអោបជប់បាទនេះនិយាយលេងប្រឡំមែនណាផ្លូវព្រះសារាមរិទ្ធហើយនឹងផ្លូវព្រះសេអនុបាទគូមកអែមអានេះគេហៅស្លៀកពាក់ឲ្យចេះតែងខ្លួនណាបាទកាផ្លេអាហ្នឹងមិនហៅតែផ្លូវបាទពីមុនមិនផ្លូវទេអោបជប់ចាប់បំបាយមួយសិនធនសភាញ៉ាកដាលវិញវត្តជើងមួយអត់ហើយបាទទៀបមែនក៏តែក្លឹមតែក្លឹមបានទឹកជួយមើលឆ្វេងទៀតរបស់ចន្ទ្រាចន្ទ្រានេះមិនអ្នកស្វ័យរៀងទេណាបាទចន្ទ្រាណាកំពុងស្ពឺស្មូនសោយរបស់ឆារស័ករស័កអោបជង្គង់ចន្ទ្រាឆ្វេងរុញបបាយឆ្វេងសិនអានេះគេថាគូចុងក្រោយហើយសម្រាប់គូអន្តរជាតិរបស់យើងចន្ទ្រាចលោឆ្វេងធាក់ជើងឆ្វេងមួយទៀតបាទឡើងចន្ទ្រាគេហៅថាការគ្រប់គ្រងរបស់គេចង់បាក់ប្រហែលវងណយដល់ហើយបាទ
ក៏ប៉ុន្តែទោះបីបរាជ័យទួមទួរបស់វងណយក៏ដោយអ្នកគ្រប់គ្រងវងណយនៅតែមិនគេហៅថាមិនថយទេបាទមិនថយទេបើថយក៏ថយតិចថយតិចមើលមិនដឹងបាទមើលមិនដឹងយើងបាក់មើលនឹងភ្នែកណាបើយើងមិនជីងតែដល់ជីងអាចថ្លឹងដឹងខ្ញុំមើលតែ Facebook អាមើល like មើលតែ like ដឹងទេណាពីមុន like 1000ឥឡូវ like 950អូទៀតជាង50ហើយចុច like ខ្លួនឯងទៅម្នាក់ account 50 like យើ like យើដើរចូលរបស់ឡើងចន្ទរៀតយ៉ាក់ជើងបាទយ៉ាងមិនដែរឆារ៉ាសាហើយដេកចន្ទរៀតចលោដៃឆ្វេងអបចូលជង្គង់បាទប្រកាសថាទៀបនឹងចូលស៊ីស្រួលហើយណាបាទនេះទៀបទៅចូលទៅចេះថាឆ្អឹងតតឹងកណាចន្ទរៀតចូលរៀតចាប់ទៅសុកចិត្តដល់ខេត្តបាត់ដំបងគេហ៎រថយន្តក្រុងបាយកង់តែប៉ះជាមួយឡានស្ទូចទេទៅទាំងអស់បាទ30ជាងអ្នករបួសធ្ងន់ស្រាល8អ្នកស្លាប់តែថាសកត់ដល់ព្រះសង្ឃទៀតសកត់អង្គបាទសកត់ដល់ព្រះសង្ឃទៀតអង្គទៀតនៅលើឡានតែម្ដងចូលរួមសោកស្ដាយមិនចង់ឲ្យមានរូបភាពអាក្រក់អញ្ចឹងនៅលើផ្លូវនៃប្រជាជាតិកម្ពុជាទេបងប្អូនហើយក្រុមបាប់ចរាចរណ៍ចាប់ផ្ដើមពីនេះបាទគឺថាបើកបោកក៏ប្រមាថតែប្រមាថគឺគ្រោះថ្នាក់ឲ្យបងប្អូនតែប្រមាថដែរអាឡានក្រុងនោះពេលខ្លះគេឲ្យបើកតែ70គីឡូម៉ែត្រក្នុង1ម៉ោងទេបើខ្ញុំបើក70ដែរវាបើកបាប់ហុយមែនទេណាខ្ញុំតែកំពុងសោកឲ្យបើក80យ៉ាងលឿនទេណាឲ្យគេបើក80តែឡានក្រុងបើកខ្ញុំវ៉ាដូចខ្ញុំកូនឡាននេះវ៉ានេះមិនដឹងបាទនឹងបើកម៉ានេះវ៉ាហុយហ្មងបាទនេះផ្ដាំបញ្ញាតែបើកឡានក្រុងបងឲ្យមានសិលធម៌ផងបាទហើយយើងបន្តនៃការប្រកួតរបស់យើងក្នុងទឹកទី3ត2នាទីទៀតបាទមានអីទេមានអាយុអាកាសនិយាយតិចតិចចឹងហើយបងប្អូនអើយអូយកាច់កកគ្នាឡាយយន្ទ្រាជង្គង់របស់ឡាយយន្ទ្រាចូលចំពោះតាប់យកតាមបិញសងរបស់វត្តឆារសាអោបជាប់ជង្គង់ចូលរបស់វត្តឆារសាជង្គង់សងជង្គង់មួយរៀតរបស់កីឡាករឡាយយន្ទ្រាបាទជង្គង់បោះទៅល្អណាស់បាទឡាយយន្ទ្រាក៏ពោបានជាងបន្តិចតអត់របស់កីឡាករវត្តឆារសាបង្គោលខៀរបស់ថៃកែងមួយខគិចលឿនមែនដែរវាដងលឿនកែងឆ្វេងចូលលើនេះចូលគុំទៅជាជង្គង់បន្តបងប្អូនកំលេចនៅសង្វៀននៅទីនេះផ្ទាល់នៅលីឡង4បន្តនៃការប្រកួតប្រដាល់របស់លីអូបៀខ្សែក្រវ៉ាត់បន្តទៀតបន្ទាប់បន្ទូតែសម្រាប់សង្វៀនគូបតាមិនមកបងប្អូនពេញហើយអត់មានកន្លែងអង្គុយទេបាទណែនតែម្ដងអូតែផ្លែដើមចង់បានបងមែនទេបាទនេះមានន័យថារលកក្រោយពីមុនយើងឃើញថាក្មេងៗរលកក្រោយវាយមិនស្មានតែគ្រប់ត្រូលដល់ប៉ុណ្្នឹងទេបាទឥឡូវនេះឲ្យតែក្មេងៗវាយក៏ពេញចិត្តបងឥឡូវចន្ទ្រាច័ន្ទស៊ីណាតច័ន្ទវិធឿននេះអូអាយ៉ាណាពីមុនតែដាក់កែវរំចង់ឯណោះមើលតែភីឯណោះបងnóiมันពេញមែនទេឥឡូវពួកនឹងបាញ់បាយក៏បានដែរទៅបាទត្រេតទៅជួត្រេតហ៎អូយធាក់ចំកណ្ដាលមុខតែម្ដងហើយរបស់ឡាយយន្ទ្រាហើយដើរចូលបាត់ឆារសាឆ្វេងមកដៃទៅចូលបាត់ឆារសាដើរចូលមកជើងឆ្វេងឡាយយន្ទ្រាមកជើងសងរបស់បាត់ឆារសា3ទឹកដែរធ្វើអីអត់បានមែនបាទប្រមាថណាទោះបីទៀបជាងបន្តិចក៏ដោយធ្វើអ្នកទៀបអត់បែងបាទបាត់ឆារសាគីមមមែនតើគេហៅថាតាន់ណាបាទតាន់បាទនិយាយស្រួលខ្មែរថាតាន់នេះគឺអត់ប្រហោងបាទអត់ប្រហោងទេបាទអត់ប្រហោងទេតាន់នោះអេបកាយទៀតចុះអីគេចុះអត់តាន់500ប្រហោង700អូនិយាយពីរឿងអត់ទេចុះអត់ប្រហោងបានអត់ប្រហោង700ចឹង